Lục Vang Gì Prab Anutin Tha Chân Miên Chăn Tẹ Bà Đào Với Tất Cả Đọc Campuchia Thầyដើម្បីកសាងទំនុកចិត្តគ្នាឡើងវិញលោកវ៉ាងជីនៅថ្ងៃទី24ខែមេសាបានជួបជាមួយនឹងលោកអនុទីននាយករដ្ឋមន្ត្រីថៃក្នុងជំនួបនោះលោកវ៉ាងជីបានប្រាប់លោកអនុទីនអំពីឆន្ទៈរបស់មហាអំណាចចិនក្នុងការផ្ដល់វេទិកាមួយសម្រាប់ភាគីទាំងពីរក្នុងការធ្វើសន្ទនាកសាងទំនុកចិត្តគ្នាទៅវិញទៅមកនិងធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងនេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកគូនចៃខុនយោងតាមលោកចៃខុនក្នុងជំនួបរវាងលោកវ៉ាងជីនិងលោកអនុទីនបានរំលឹកពីដំណើរទស្សនកិច្ចរបស់ស្ដេចថៃមហាវជ្ជរាឡង់កនកាលពីឆ្នាំ2025ដោយក្នុងការទស្សនកិច្ចនោះមានដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាឆ្ពោះទៅមុខក្នុងជំពូកថ្មីក្នុងការកសាងសហគមន៍ចិនប្រទេសថៃជាមួយនឹងអនាគតរួមគ្នាជាមួយគ្នានេះដែរលោកវ៉ាងជីបានប្រកាសពីការគាំទ្ររបស់ចិនចំពោះរដ្ឋាភិបាលថៃរបស់លោកអនុទីនដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនលោកសង្ឃឹមថាប្រទេសថៃនឹងបង្កើនខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងល្បែងអនឡាញនិងការក្លែងបន្លំទូរគមនាគមន៍បង្កើតបរិយាកាសអំណោយផលសម្រាប់ទំនាក់ទំនងចិនថៃតកតងជាមួយនឹងកម្ពុជាវិញលោកវ៉ាងជីបានសង្កត់ធ្ងន់ថាថៃនិងកម្ពុជាគឺជាមិត្តល្អរបស់ចិនហើយចិនមានឆន្ទៈក្នុងការផ្ដល់វេទិកាមួយសម្រាប់ភាគីទាំងពីរក្នុងការធ្វើការសន្ទនាកសាងទំនុកចិត្តគ្នាទៅវិញទៅមកនិងធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងគូបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងជីបានធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាថៃនិងមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី22ដល់ថ្ងៃទី26ខែមេសាភាគីចិនសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយអនុវត្តឯកភាពកម្រិតខ្ពស់ដែលបានឈានដល់រួចមកបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឲ្យកាន់តែជ្រាលជ្រៅពង្រឹងមិត្តភាពដ៏រឹងមាំរវាងចិននិងកម្ពុជាបង្កើនទំនាក់ទំនងចិនថៃនិងលើកកម្ពស់មិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា